បើសិនជាអ្នកទាំងអស់គ្នាកំពុងតែតល់ច្រកជាមួយនឹងមុខវិជ្ជាភាសាខ្មែរថាអ្នកទាំងអស់គ្នារៀនថ្នាក់សង្គមក្តីក៏ដូចជាថ្នាក់វិទ្យាសាស្ត្រក្តីអ្នកទាំងអស់គ្នាអាចមើលវីដេអូនេះបានហើយខ្ញុំនឹងនាំយកនៅកលឹកងាយខ្លះយកមកចែកជូនអ្នកទាំងអស់គ្នានៅក្នុងការសរសេរនៅតែសេចក្តីដោយដែលយើងបានដឹងហើយថាក្រសួងគឺយកការតែងសេចក្តីលើដាក់នៅក្នុងមុខវិជ្ជាភាសាខ្មែរអញ្ចឹងចំណុចទី1ដែលអ្នកទាំងអស់គ្នាគួរតែដឹងនៅក្នុងការសរសេរតែងសេចក្តីនោះគឺដឹងពីគម្រោងតែងអញ្ចឹងជារៀងរាល់ឆ្នាំឃើញថាក្រសួងលើកយកនៅប្រធានបទបញ្យលនៅក្នុងការយកទៅសរសេរអញ្ចឹងអ្នកទាំងអស់គ្នាក៏គួរតែចេះនៅប្រធានវិភាសាផ្សេងនៅក្នុងគម្រោងតែងផងដែរអញ្ចឹងយើងដើម្បីការពារទុកមុនអីចឹងទៅបន្ទាប់មកគឺការអានសំណេរយ៉ាងហោចណាស់បានមកសំណេរនៅក្នុងមួយថ្ងៃក៏បានអ្នកទាំងអស់គ្នាហេតុអីបានយើងគួរតែអានសំណេរនឹងជារៀងរាល់ថ្ងៃខ្ញុំគិតថាអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាអានសំណេរនឹងជារៀងរាល់ថ្ងៃប្រកបណាស់គឺយើងនឹងទទួលបាននូវចំណេះដឹងថ្មីក៏ដូចជាគំនិតសំខាន់យកមកដាក់នៅក្នុងខួរក្បាលយើងធ្វើជាតល័យកនៅក្នុងការសរសេរតែងសេចក្តីនឹងដែរអញ្ចឹងការជំនួសខ្ញុំគឺខ្ញុំបានទិញសភៅយកមកមើលអីចឹងដែរសភៅពីរនេះដែលខ្ញុំទិញមកហ្នឹងគឺអានេះគឺគេមានសរសេរពីគម្រោងតែងសេចក្តីបញ្យលឲ្យយើងបានដឹងទៀតហើយមានច្រើនប្រធានខ្លាំងមែនតើអ្នកនរគ្នាហើយនេះកម្រាស់ហើយខ្ញុំបានទិញនៅបណ្ណាគារបាក់ទុកហ្នឹងហើយអ្នកនរគ្នាអាចរកទិញនៅណាក៏បានដែរឲ្យតែមានហើយមួយទៀតបើសិនជាអ្នកនរគ្នាចង់អាននៅតាមបណ្ដាញសង្គមឬក៏ Facebook អីជាដើមអ្នកនរគ្នាអាចអានបានតែខ្ញុំក៏ថាពេលខ្លះគឺវារំខានដល់យើងដែរអ្នកនរគ្នាពេលអានទៅមានមិត្តភក្តិឆាតមកឬក៏អីផ្សេងចឹងទៅវាពិតជារំខានខ្លាំងមែនតើអញ្ចឹងខ្ញុំក៏យកសភៅយកមកអានវិញវាល្អជាងហ្នឹងហើយអញ្ចឹងពេលដែលយើងអានសំណេរហើយយើងដឹងពីគំនិតសំខាន់ហើយអ្វីដែលយើងគួរតែផ្លិចអត់បាននោះគឺអក្សរសិល្ប៍ការអាននិងការយល់ពីអក្សរសិល្ប៍គឺពិតជាមានសារៈសំខាន់ណាស់នៅក្នុងការតែងសេចក្តីហ្នឹងហើយគឺបានន័យថាយើងអាចច្បិចយកចំណុចអីមួយយកទៅដាក់នៅក្នុងប្រធានតែងសេចក្តីរបស់យើងនៅក្នុងការសរសេរអញ្ចឹងគឺវាបានបន្ទុកច្រើនខ្លាំងមែនតើអញ្ចឹងវាពិតជាមានសារៈសំខាន់ដែលអ្នកទាំងអស់គ្នាគួរតែអានក៏ដូចជាយល់ដឹងនៅអក្សរសិល្ប៍ហ្នឹងផងដែរអញ្ចឹងដល់ពេលនេះខ្ញុំមកដឹងថាអ្នកទាំងអស់គ្នាបានអានអក្សរសិល្ប៍ណាខ្លះឬក៏បានអានតិចឬក៏ច្រើនអីគេអីដែលសំខាន់គឺខ្ញុំចង់មកចែករំលែកនៅpage មួយដែលខ្ញុំគិតថាជាប្រយោជន៍ដល់អ្នកទាំងអស់គ្នានៅក្នុងការមើលនៅសង្ខេបតែងសេចក្តីឡើងវិញដែលនៅក្នុង page ហ្នឹងគឺជា page របស់លោកគ្រូខ្មែរ writing ដែលមាន playlist មួយនៅក្នុងការសង្ខេបអក្សរសិល្ប៍របស់គាត់ដែលមានការចូលរួមពីសំណាក់សិស្សអីអញ្ចឹងនៅក្នុងការសង្ខេបរឿងអញ្ចឹងហើយអ្វីដែលកាន់តែពិសេសនោះគឺគាត់បានលើកឡើងក៏ដូចជាច្បិចយកនៅគំនិតសំខាន់អីផ្សេងនៅក្នុងអក្សរសិល្ប៍នោះយកមកនិយាយបញ្យល់យើងផងដែរហើយក៏គាត់បានប្រាប់ពីនៅក្នុងអក្សរសិល្ប៍ហ្នឹងវាមានចំណុចណាសំខាន់ខ្លះមានចំណុចណាគួរតែដាក់ខ្លះមានអីខ្លះចឹងទៅអញ្ចឹងខ្ញុំគិតថាចំណុចហ្នឹងគឺអ្នកទាំងអស់គ្នាអាចសិក្សាបាននៅក្នុង YouTube ដែលយើងអត់ចាំបាច់ទៅរៀនអីច្រើននេះទេយើងគ្រាន់តែមើលវីដេអូគាត់ទៅគឺបានចំណេះដឹងដល់ងាយមកអញ្ចឹងគឺចាប់អីអ្វីដែលខ្ញុំបានចែករំលែកថ្ងៃហ្នឹងខ្ញុំសង្ឃឹមថាវាគឺជាប្រយោជន៍ដ៏ល្អមួយសម្រាប់អ្នកទាំងអស់គ្នាផងដែរ